តាគុំបំផ្លាញសត្វតូចមានសារៈសំខាន់ណាស់ជាសត្វកម្រសត្វតូចគឺដូចមនុស្សយើងបានបាត់ពីមុនដែលយើងសិក្សាថាតូចនឹងវាស៊ីប្រភេទដើមណាខ្លះស្លឹកឬក៏ផ្លែណាខ្លះដែលវាស៊ីបាទមើលអត់គាត់មើលហ្នឹងឯងមានថាដើមនឹងឈ្មោះអីក៏មានលេខកូដគេអញ្ចឹងគាត់មកដល់មកឲ្យតែតូចនិយាយរួមឲ្យតែតូចស៊ីអូខេយ៉ាងវាឡើងខ្លាចមនុស្ស3ឆ្នាំនឹងថែមឪពុនថែមឲ្យកូន2នាក់មានម៉ែមានកូនកមុំមានកូនបើតូចពលលឿងខាងជើងនៅអូសៀនជាតិវិរិជ័យបន្សៃសៀប៉ាងនេះមានសត្វតូចចំនួន500ក្រុមប៉ុន្តែសាងដែលបានបន្សាំងនឹងមានតែមួយក្រុមមានឈ្មោល2ញី2កូនទី1កូនកមុំ1កូនបើ1ហើយឪពុក1ម្ដាយ1កូនកមុំមួយកូនស្រីនឹងបាន15ឆ្នាំកូនបើ3ឆ្នាំវាបតាការរស់ស៊ីការរស់នៅនឹងដូចនេះយើងបាត់មើលថែកូនមើលអីថើបអូបដូចថាប្រឡែងមួយកូនមួយប្តីដូចគ្នាបាទគេដល់តបទៅចាប់ខ្លះហើយដែរទម្លាប់វាស្រែកតាំងពីម៉ោង5វាសម្រាប់វាស្រែករំពងសំឡេងវាកុំអោយក្រុមណាផ្សេងមករំខានដែលក្នុងតំបន់វារស់ស៊ីបន្ទាប់វាស្រែកបានជួនកាលបាន10នាទីជួនកាលបាន15នាទីវាឈប់ស្រែកទៅវាលោតទៅរស់ស៊ីធម្មតាម៉ោង9វាសម្រាប់មកស្ទុះតែជា5នាទីវាសម្រាប់អូចៃគ្នាប្រឡែងគ្នាហើយបន្ទាប់នោះវាទៅទៀតរស់ស៊ីដល់ម៉ោង11វាសម្រាប់ដល់កន្លះម៉ោងសម្រាប់កន្លះម៉ោងវារោចៃប្លែងគ្នាអីថើបដូចមនុស្សយើងដែរស៊ីត្រួយវាជូអាហ្នឹងដើមគេដើមខុសបាទសត្វតូចគឺប្រភេទសត្វស្លូតអត់បំផ្លាញទេវារស់ស៊ីដោយឯងនៅក្នុងព្រៃរស់ស៊ីផ្លែឈើព្រៃខ្ចីផ្កាវល្លិសត្វល្អិតនៅក្នុងព្រៃបាទវាអត់រំខានដល់ចំការស្រែប្រជាជនទេដល់ពេលមានផ្លែឈើច្រើនហើយមានទួយខ្ចីមានអីវាស៊ីឆ្អែតហូបឆ្អែតអីវាស្បាយតែបើមានការរំខានដូចថាមានសម្លេងគេកាប់ឈើអាណាយន្តអីអានឹងរំខាននេះអត់ស្រែកតែវាខ្លាចវាផ្អើលសំខាន់មួយទៀតអ្នកភូមិគាត់បដាឆ្កែតាមព្រៃដែលយើងការពារហ្នឹងវាព្រុសវាខ្លាចឆ្កែមែនតើលួចស៊ីដល់លួចចូលស៊ីដល់ពេលវារត់ទៅនោះវាស៊ីបាទពីតាំងពីឆ្នាំ2010ខ្ញុំចូលការពារល្បាតព្រៃមួយអង្គការ CI តាមទូចផងតាមរហូតតាំងព្រឹកវល់ងាយដើម្បីឲ្យវាសាំងឲ្យវាស៊ាំឲ្យយើងមើលឃើញអីបានអញ្ចឹងពីមុនវាអត់ស៊ាំទេវារត់ទៅពីដូចក្រុមផ្សេងដែរដល់ពេលយើងតាមរហូត2ឆ្នាំបានវាស៊ាំហើយយើងដល់ពេលហ្នឹងពួកខ្ញុំធ្វើខ្ចុះធ្វើអីភ្ញៀវចូលបន្តិចម្ដងសត្វតូចពណ៌លឿងជាប្រភេទសត្វទើបរកឃើញថ្មីកាលពីឆ្នាំ2010សត្វនេះជាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជនិងមានចំនួនប្រមាណតែ1500ក្បាលប៉ុណ្ណោះមានវត្តមាននៅក្នុងឧទ្យានជាតិវ៉ឺនសាយសៀនប៉ាងបើតាមការសិក្សាស្រាវជ្រាវពីចំនួនសត្វតូចពណ៌លឿងរបស់អង្គការអភិរក្សអន្តរជាតិកម្ពុជាកាលពីឆ្នាំ2012កន្លងទៅទៅស្រួលពេលយើងនេះអូអានេះដុតបាត់អានេះអាលីតំធំយើងតែแล้วต้องปลูกยังๆอีกการមកទៀតនេះលោកហើយតប្រាប់ស្អាតចេះហេតុអីបានយើងព្រួយក្រៅឲ្យមានអេកូទេសចរដោយសារទី1តំបន់យើងពោពេញទៅដោយពពួកភេទសត្វ
ច្រើនទាំងសត្វស្លាបទាំងសត្វពាហនៈនិងប្រភេទផ្សេងទៀតហើយជាប្រភេទដែលយើងដូចយើងឃើញជាក់ស្ដែងហ្នឹងពោពេញទៅដោយព្រៃកម្រព្រៃជាជំរកដ៏ល្អសម្រាប់ពពុះសត្វទាំងអស់ហ្នឹងដែលធ្វើឲ្យយើងព្រួយផ្ដើមបង្កើតអេកូទេសចរហ្នឹងយើងចាប់ផ្ដើមដំបូងគឺយើងបង្កើតឲ្យមានហើយទី2បន្ទាប់មកយើងបដោះបដាសមត្ថភាពធ្វើម៉េចឲ្យគាត់មានសមត្ថភាពដើម្បីផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរក្រៅពីការមើលទូយើងមានមើលសត្វស្លាបឬក៏ធ្វើដំណើរផ្សងព្រេងទៅក្នុងព្រៃជ្រៅជាដើមអង្គការអភិរក្សអន្តរជាតិកម្ពុជាកំពុងនឹងអនុវត្តកម្មវិធីនៅក្នុងតំបន់ឧទ្យានជាតិវ៉ឺនសៃសៀនប៉ាងតាមរយៈសហគមន៍អេកូទេសចរការអនុវត្តច្បាប់និងរក្សាឲ្យបាននូវជីវភាពរស់នៅរបស់សហគមន៍ប្រកបដោយចីរភាពជាពិសេសនោះអង្គការ CI បានចូលរួមគាំទ្រគម្រោងអេកូទេសចរតាមរយៈការឧបត្ថម្ភសម្ភារៈការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍នៅក្នុងសហគមន៍ជាមួយនឹងដៃគូដូចជា IUCN និង TUI Careបើយើងនិយាយរួមទៅចាប់ផ្ដើមពីយើងបង្កើតមករហូតដល់បច្ចុប្បន្ននេះយើងគិតថាវាប្រសើរជាងមុនដោយសារភ្ញៀវមកដល់ពីមុនគាត់ស្នាក់នៅក្នុងដូចថាអត់មានអគ្គិសនីឬក៏អីចឹងណាឥឡូវយើងអាចទៅនៅជាងមុនយើងមានតង់បណ្ឌិតមានកន្លែងអាហារដ្ឋានសម្រាប់អង្គុយហូបបាយហូបអីចឹងទៅមានបន្ទប់ទឹកហើយមានសូឡាប្រព័ន្ធសូឡាគាត់អាចបំភ្លឺគាត់ពេលដែលគាត់ពមៀញតាក់តងផ្ដល់សេវាកម្មទៅសហគមន៍គាត់កាត់បន្ថយការងារចូលព្រៃរបស់គាត់បោបាញ់អីចឹងណាជាជាក់ស្ដែងសម្រាប់ខាងក្រមការងារនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងដែលយើងបានចុះមកត្រួតពិនិត្យនៅតំបន់នេះពាក់ព័ន្ធនឹងសកម្មភាពបទល្មើសយើងតែងតែឃើញតែវាមិនច្រើនទេមួយរយៈចុងក្រោយនេះគឺមានការថយច្រើនតាមរយៈការផ្សព្វផ្សាយតាមរយៈការអនុវត្តច្បាប់ទៅឃើញថាសកម្មភាពបរបាញ់សត្វការដាក់អន្ទាក់មានការថយចុះច្រើនសម្រាប់នៅតំបន់សត្វតូចស្វលឿងនេះតំបន់នេះបើយើងដាក់បញ្ចូលជាតំបន់អេកូទេសចរធម្មជាតិយើងមានភ្ញៀវទេសចរមកលេងច្រើនគឺបានចូលរួមចំណែកយ៉ាងច្រើនមែនតើក្នុងការងារអភិរក្សទី1ជាធម្មតាតែងតែមានភ្ញៀវទេសចរឬក៏មានសហគមន៍ចុះមកទីនេះសកម្មភាពបទល្មើសគឺមានការថយហើយបើសិនជាអត់មានទេប្រហែលជាអាចនឹងមានការកើនដោយសារអីពេលជាធម្មតាបទល្មើសគាត់អត់ដែលប្រព្រឹត្តបទល្មើសនៅមុខនរណាម្នាក់ឯងគាត់តែងតែលួចធ្វើសកម្មភាពយប់ឬពេលស្ងាត់អញ្ចឹងពេលដែលបទល្មើសពេលដែលភ្ញៀវទេសចរចូលមកកំសាន្តនៅទីនេះវាថាដូចយើងឃើញជាក់ស្ដែងមានស្ថានភាពអ៊ូអរទី1អញ្ចឹងសកម្មភាពល្មើសផ្សេងដែលប្រព្រឹត្តនៅក្នុងតំបន់នេះគឺប្រហែលជាគាត់មិនហ៊ានប្រព្រឹត្តបទល្មើសទេតាមរយៈការថតរូបតាមរយៈការរាយការណ៍ទៅសមាជិកមានទួនាទីដែលនៅក្បែរហ្នឹងអាចចុះមកអន្តរាគមន៍ឬក៏បង្ក្រាបទាន់ពេលវេលា